សួស្តីបងស្វាគមន៍មកកាន់អាម៉ាយ៉ា Homestay នេះជាវិឡាដំណាក់ចន្ទ្រា DC03 អ្នកទស្សនភាពនៅខាងមុខវិឡាយើងនេះគឺមានភាពធំទូលាយដែលបងអាចងាយស្រួលក្នុងការចតរថយន្តក៏ដូចជាយានយន្តរបស់បងណាហើយនៅខាងលើនេះគឺយើងនឹងដើរទៅចូលនៅខាងក្នុងវិឡាតោះឥឡូវយើងទៅមើលនៅខាងក្នុងទាំងអស់គ្នាជុំវិញនៃវិឡានេះដែរគឺថាមានភាពធំទូលាយក៏ដូចជាមានសួនច្បារជាពិសេសទីធ្លានៅខាងមុខឬតែធំទូលាយថែមទៀតងាយស្រួលក្នុងការបងចតរថយន្តទ្វារនៅខាងនេះគឺជាប្រភេទទ្វារកញ្ចក់អញ្ចឹងបងអាចចូលខាងប្រឡោះផ្ទះបាយក៏បានឬក៏ខាងបន្ទប់ទទួលភ្ញៀវក៏បានដែរដោយសារតែយើងមានទ្វារ2អញ្ចឹងបងអាចងាយស្រួលក្នុងការចេញចូលហើយសម្រាប់កងតាក់ហ្នឹងគឺនៅទីនេះតើឥឡូវយើងចូលទៅខាងក្នុងហើយទីនេះកន្លែងកងតាក់បើកភ្លើងបងហើយកង្ហារគឺនៅកន្លែងដូចគ្នានៅខាងក្នុងវិឡានៃដំណាក់ចន្ទ្រា DC03 នេះគឺតែមានខ្យល់ចេញចូលក៏ដូចជាពន្លឺចេញចូលគ្រប់គ្រាន់នៅខាងមុខនៃវិឡាគឺយើងអាចគយគន់មើលទេសភាពមានអាងហែលទឹកមានបន្ទប់គេង2បន្ទប់ទឹក3ផ្ទះបាយ1និងមានបន្ទប់ទទួលភ្ញៀវរួមទាំងមានតុសម្រាប់ dining ដែលយើងអាចអង្គុយញ៉ាំអាហារបដាគយគន់មើលទេសភាពខាងមុខបដាឬមួយក៏អាងហែលទឹកដែលយើងអាចហែលទឹកបានដូចគ្នាហើយសម្រាប់នៅខាងផ្ទះបាយនេះគឺយើងមានជាប្រភេទចក្រានអគ្គិសនីមានអង្គដាំបាយមានឆ្នាំងដាំបាយអគ្គិសនីមកដែរហើយសម្រាប់គ្រឿងខោអីគឺមានសម្បល់ស្ករប៊ីចេញគឺងាយស្រួលណាស់អញ្ចឹងពេលដែលបងមកអត់ពិបាកឯក្នុងការចម្អិនអាហារទិញតែម្ហូបស្រាប់ៗមកគឺយើងអាចចម្អិនបានហើយកន្លែងនេះគឺមានសភាសមកបិតអីនេះគឺមានហើយជាស្រេចតែម្ដងជ្រុញគឺនៅខាងក្រោមនេះហើយចានកសៀវទឹកmicrowave អីគឺនៅខាងនេះអញ្ចឹងបងអាចប្រើប្រាស់បានយ៉ាងស្រួលហ្មងណាមែនតើទៅសម្ភារៈនៅក្នុងផ្ទះបាយនឹងគឺតែមានគ្រប់គ្រាន់សម្រាប់ឲ្យបងប្រើប្រាស់ងាយស្រួលទៅដល់បងមិនចាំបាច់ពេលដែលបងមកនឿយក្នុងការយកសម្ភារៈទាំងអស់នឹងមកទេតោះឥឡូវយើងនាំបងមកមើលពីបន្ទប់គេងនៅខាងក្នុងនៃវិឡាដំណាក់ចន្ទ្រា DC03 នេះម្ដងហើយនៅខាងក្នុងគឺមានទូសម្រាប់ដាក់សម្លៀកបំពាក់ក៏ដូចជាកញ្ចក់សម្រាប់ឆ្លោះមានបន្ទប់ទឹកហើយមានភាពធំទូលាយនៅខាងក្នុងបន្ទប់គេងអញ្ចឹងសម្រាប់បន្ទប់គេងនេះដែរគឺនៅក្បែរអាងហែលទឹកគឺយើងឃើញពីយូរតែខាងមុខនោះជាការតរ៉េនហើយឃើញភ្នំសំខាន់ពេលព្រឹកឡើងបងពេលដែលថ្ងៃរះមកគឺមានថ្ងៃចាស់ចូលក្នុងបន្ទប់គឺថាស្អាតតែមានពន្លឺគ្រប់គ្រាន់ចេញចូលធ្វើឲ្យអារម្មណ៍របស់យើងដែលយើងគេងនៅនេះគឺថាស្រួលខ្លួនហើយមានផាសុកភាពទៀតខាងក្នុងបន្ទប់គេងក៏មានបន្ទប់ទឹកផងដែរមានសម្ភារៈប្រើប្រាស់ក៏ដូចជាកន្សែងសាប៊ូកក់សក់សាប៊ូដុសខ្លួនមានបាស្ថាប់រួមទាំងមានទឹកក្តៅទឹកត្រជាក់ងាយស្រួលក្នុងការប្រើប្រាស់បានទៀតផងអញ្ចឹងឥឡូវយើងមកមើលបន្ទប់គេងមួយទៀតចូលទៅទ្វារកញ្ចក់នេះគឺចូលបន្ទប់គេងមាន2ទ្វារខាងកញ្ចក់នេះមួយហើយនិងទ្វារខាងក្រោយនេះមួយអូខេហើយនៅខាងក្នុងបន្ទប់យើងមានម៉ាស៊ីនត្រជាក់ពីកន្លែងចង់តាក់បើកភ្លើងនៅទីនេះមែនតើទៅបន្ទប់គេងទាំងពីរនេះគឺថាមានលក្ខណៈស្តៀងគ្នាបន្ទប់គេងមានភាពធំទូលាយមានម៉ាស៊ីនត្រជាក់ក៏ដូចជាបន្ទប់ទឹកហើយបន្ទប់គេងនេះដែរគឺថាមានទ្វារ2ចេញចូលនៅខាងមុខបងចង់ចូលទ្វារកញ្ចក់ក៏បានឬមួយក៏ទ្វារមួយទៀតនៅខាងក្រោយនោះក៏បានដែរចំណែកនៅខាងក្រោយនេះជាបន្ទប់ទឹកខាងក្រៅហើយកន្លែងកងតាក់បើកនៅខាងនេះដែរដូចគ្នាបងក្រៅពីបន្ទប់គេងទាំងពីរនៅខាងក្នុងនៃវិឡាយើងក៏មានបន្ទប់ទឹកមួយទៀតនៅក្បែរនឹងបន្ទប់ទទួលភ្ញៀវងាយស្រួលពេលដែលបងមកលំហែនៅទីនេះអីគឺថាអត់ពិបាកក្នុងការប្រើប្រាស់ទេនៅខាងក្នុងបន្ទប់គេងគឺមានបន្ទប់ទឹកមួយនៅខាងក្នុងហើយនៅខាងក្រៅគឺមានបន្ទប់ទឹកមួយទៀតចូលម្ដងនៅខាងក្នុងបន្ទប់ទទួលភ្ញៀវនេះវិញគឺយើងមានសាឡុងមាន Smart TV មានម៉ាស៊ីនត្រជាក់មានកង្ហារហើយសម្រាប់នៅក្នុងបន្ទប់ទទួលភ្ញៀវនេះដែរគឺបងចង់សម្រានក៏បានដែរគ្រាន់តែបងបិទទ្វារកញ្ចក់ឲ្យជិតទៅគឺអាចសម្រានបានហើយមួយវិញទៀតបើសិនជាបងមកជាលក្ខណៈគ្រួសារហើយមានក្មេងតិចតូចយើងក៏មានសម្ភារៈមួយចំនួនសម្រាប់ឲ្យពួកគាត់លេងដូចគ្នាអរគុណច្រើនបងសង្ឃឹមថាបងនឹងពេញចិត្តហើយពួកយើងនឹងរងចាំបងទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅទីនេះអាម៉ាយ៉ា Homestay